កម្ពុជាធ្វើជាម្ចាស់ផ្ទះបើកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានលើកទី23និងអាស៊ានបូក3លើកទី8ស្ដីពីកិច្ចការមុខងារសាធារណៈនិងវេទិកាស្ដីពីអភិបាលកិច្ចល្អនៅខេត្តសៀមរាបនៅក្នុងឆ្នាំ2024-2026ក្រសួងមុខងារសាធារណៈនៃព្រះរាជាណាចក្រកម្ពុជាជាប្រធានបដូវវេនក្នុងការដឹកនាំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានស្ដីពីកិច្ចការមុខងារសាធារណៈលើកទី23និងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានបូក3ស្ដីពីកិច្ចការមុខងារសាធារណៈលើកទី8និងប្រតិបត្តិការពាក់ព័ន្ធដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី3ដល់ថ្ងៃទី5ខែសីហាឆ្នាំ2026ក្រោមមូលបននូវីណូវតសម្រាប់ការផ្តល់សេវាសាធារណៈឲ្យកាន់តែប្រសើរឡើងនៅលើទឹកដីខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី23ខែសីហាឆ្នាំ2026នេះដែរឯកឧត្តមយុបណារដ្ឋលេខាធិការប្រចាំក្រសួងមុខងារសាធារណៈកម្ពុជាបានអញ្ជើញដឹកនាំកិច្ចប្រជុំសហប្រតិបត្តិការអាស៊ានស្ដីពីកិច្ចការមុខងារសាធារណៈលើកទី23នៃខេត្តសៀមរាបកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីបណ្ដាមន្ត្រីជាន់ខ្ពស់មន្ត្រីបង្គោលនិងលេខាធិការដ្ឋានអាស៊ានឯកឧត្តមយុបណាបានដឹកនាំពិនិត្យពិភាក្សានិងសម្របសម្រួលលើឯកសារគតិយុត្តសំខាន់ៗវឌ្ឍនភាពការងារនិងរបៀបវិរៈនានាជាមួយបណ្ដាប្រធានប្រតិភូមន្ត្រីជាន់ខ្ពស់មកពីប្រទេសសមាជិកអាស៊ានទាំងអស់ដើម្បីធានាឲ្យកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដែលនឹងប្រព្រឹត្តទៅនៅថ្ងៃបន្តបន្ទាប់ទទួលបានលទ្ធផលផ្លែផ្កានិងជោគជ័យខ្ពស់ឯកឧត្តមយុបណាបានបញ្ជាក់ថាកិច្ចប្រជុំថ្នាក់តំបន់ដ៏មានសារៈសំខាន់នេះធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរបទពិសោធន៍និងជំរុញការធ្វើនូវីណូវតក្នុងវិស័យមុខងារសាធារណៈរវាងប្រទេសជាសមាជិកអាស៊ាននិងប្រទេសដៃគូដើម្បីឆ្លើយតបទៅនឹងសេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព